សួស្តីចាថ្ងៃនេះនាងខ្ញុំមកក្រុងភួងទៀតហើយពុកម៉ែបងប្អូនក្រុងភួងដំបងគឺយើងដាក់បែបនេះឯងពុកម៉ែបងប្អូនគឺយើងដោតឲ្យបានច្រើនមកតម្រៀបជួរគ្នានិយាយទៅការក្រុងភួងការពុតនេះពុកម៉ែបងប្អូនគឺអត់ពិបាកទេគឺងាយស្រួលមែនទែនតែគ្រាន់តែថាទៀមទាឲ្យយើងប្រើពេលវេលានិងប្រើចិត្តអំណត់ហើយអត់ធ្មត់ព្រោះយើងត្រូវធ្វើម្ដងមួយស្អែកជាថ្ងៃសិលហើយថ្ងៃនេះក៏នាងខ្ញុំមកក្រងដើម្បីទុកយកទៅវត្តនៅថ្ងៃសិលស្អែកនឹងឯងប្រសិនបើយើងក្រងពេលព្រឹកវាផ្កាច្រើនអញ្ចឹងគឺវាមានការលំបាកនៅពេលដែលយើងធ្វើចង្ហាន់យកទៅប្រគេនព្រះសង្ឃនៅវត្តនោះដូច្នេះហើយយើងត្រូវក្រងទុកហើយក៏យើងចាប់ដើមទាញមកមួយមកធ្វើបែបនឹងឯងពុកម៉ែបងប្អូនហើយក៏យើងចាប់ដើមដោតបន្តទៀតមកធ្វើបែបហ្នឹងគឺវាមានភាពលឿនជាងយើងដោតម្ដងមួយងាយស្រួលណាស់ពុកម៉ែបងប្អូនហើយផ្កាហ្នឹងវាមានកលៈកវាសម្រាប់ឲ្យយើងដោតនេះពុកម៉ែបងប្អូននេះងាយស្រួលមែនទែននាងខ្ញុំមួយរយៈនេះគឺចូលចិត្តហើយក៏ស្រឡាញ់ការក្រងផ្កាដែរពីមុនមកគឺនាងខ្ញុំមិនដែលបាននឹងក្រងទេពុកម៉ែបងប្អូនភាគច្រើនគឺនាងខ្ញុំតែងតែទៅទិញផ្កាចន្ទូឬក៏ផ្កាឈូកយកមកដាក់តែឥឡូវតាំងពីនាងខ្ញុំដាំផ្កាខ្លួនឯងមកគឺនាងខ្ញុំតែងតែក្រងជារៀងរាល់ពេលថ្ងៃសិលគឺនាងខ្ញុំក្រងហើយពុកម៉ែបងប្អូនហើយអាការក្រងផ្កានេះប្រសិនបើយើងមិនធ្វើទេវប្បធម៌ការក្រងផ្កាយើងនឹងបាត់បង់ទាញវាមកដាក់ម្ដងមួយមកហើយក៏យើងចាប់ដើមមួយជួរទៀតពុកម៉ែបងប្អូនយើងធ្វើបែបហ្នឹងរហូតតតែពេញហើយចំពោះភួងបើយើងប្រើភួងឲ្យធំបន្តិចយើងធ្វើភួងធំយើងត្រូវចំណាយ2ម្ជុលពុកម៉ែបងប្អូនមួយម្ជុលគឺបានតែភួងតូចទេចំពោះនាងខ្ញុំបើធ្វើភួងធំគឺនាងខ្ញុំត្រូវដោត2ម្ជុលឯណោះទើបអាចធ្វើទៅឃើញភួងស្អាតហើយថ្ងៃនេះនាងខ្ញុំក្រងតែភួងទុកស្អែកឡើងទើបនាងខ្ញុំភ្ជាប់ជាមួយនឹងរំយោលហើយចំពោះភួងនេះពុកម៉ែបងប្អូនយើងអាចក្រងទុកដាក់ក្នុងទូបានរយៈពេល3-4ថ្ងៃដែរគឺអត់អីទេហើយបើផ្កាយើងអាចទុកបានកន្លះខែណោះតែបើពុកម៉ែបងប្អូនបេះនៅពេលថ្ងៃពុកម៉ែបងប្អូនត្រូវលាងទឹកឲ្យសើមបន្តិចទៅចាំយកទៅដាក់ក្នុងទូធ្វើឲ្យវាមិនបាក់កផ្កាមួយប្រភេទនេះវាងាយបាក់កណាពុកម៉ែបងប្អូនបាក់ត្រង់កលៈដែលយើងដោតម្ជុលនឹងឯង